chỉ bày tập bánh sao nó nâng ngang này ngang bên đó ngang bên đó bánh sao cực chu chụp ao bốn tạm đi mấyបាទគោរពជ្រាបសួរពុកម៉ែបងប្អូនអរគ្នាញ៉ាំនេះអង្គុយសុកក៏នឹកឃើញឃ្លានបាញ់ឆាវបងប្អូនអរគ្នាហើយក៏បានធ្វើដំណើរទៅហូបបាញ់ឆាវកន្លែងទឹកធ្លាក់មកកន្លែងគ្រាន់តែខែហ្នឹងគឺអត់មានទឹកទេបងប្អូនអរគ្នាហើយទីតាំងកន្លែងដែលលក់បាញ់ឆាវហ្នឹងគឺគេហៅថាទឹកធ្លាក់ជ្រុះផ្អោកបងប្អូនអរគ្នាហើយគឺនៅស្រុកគ្រីវងយើងហ្នឹងឯងចូលមកគីឡូចូលមកគីឡូទៅដល់ទៅវត្តនោះទៅត្រង់ទៅណាទៅឥឡូវខ្ញុំមកដល់ផ្លូវបត់ចូលហើយផ្លូវគឺថាមានសភាពស្អាតទេស្រួលជិះទេបងប្អូនអរគ្នាហើយនៅខាងមុខហ្នឹងគឺមានបងក៏ដាក់បារ៉ាស់ពូអ៊ំអីចឹងណាគាត់ដាក់ដើម្បីយកថ្លៃសមុទ្រម៉ូតូយើងហើយតម្លៃតែ 1000 រៀលឯងបងប្អូនបាទណាអូណាញ៉ាំទឹកនេះអូយត្រូវចេកអញវ៉ាន់ដាក់ចេកវិញអានេះអរគុណអញទៅដាក់ថៃម៉ែទេមើលលេខកូដស្រួល4មើលម៉ែ84ជាបីតាបាញ់ឆាវនៅនឹងឆ្ងាញ់ឆ្ងាញ់មែនអត់ឆ្ងាញ់មែនអត់បាញ់ឆាវទឹកឈូជ្រុះផ្អោកអត់យកដល់យ៉ាងសិចនេះចាក់ចឹងមកខ្លួនឯងគុយទៅជានឹងហើយស្រួយXanh kia món mùi còn này
តើពីហូបបាញ់ឆាវអស់ម្នាក់មួយហើយខ្ញុំក៏ដើរឡើងទៅលើដើម្បីមើលទឹកមើលថ្មអីចឹងប៉ុន្តែចាក់ស្ដែងគឺអត់មានទឹកទេដោយសារតែខែនេះបើមេឃអត់ភ្លៀងក៏អត់មានទឹកដែរមកវានេះឆ្លងទៅណាហើយចាក់ស្ដែងដូចឃើញអញ្ចឹងគឺប្រហែលជាដោយសារថ្ងៃធម្មតាគឺកន្លែងហ្នឹងគឺមានសភាពស្ងាត់មែនតើអត់មានមនុស្សម្នាទៅលេងអ៊ូអអីទេហើយណាមួយដោយសារតែខែហ្នឹងអត់ទាន់មានទឹកអញ្ចឹងប្រហែលជាគេអត់ទាន់សូវមកលេងប្រហែលទេហើយណាមួយថ្ងៃហ្នឹងដូចជាថ្ងៃច័ន្ទទៀតអញ្ចឹងថ្ងៃមិនមែនជាថ្ងៃចុងសប្តាហ៍អញ្ចឹងណាអញ្ចឹងគឺរៀងស្ងាត់ដល់ស្ងាត់តែអត់មានទឹកមានការចដាឡើងទៅមុខទៀតមកផុតនៅលើខ្ញុំមានអត់ជិះគ្នាអត់មានទឹកឡើងតាមនេះហើយឥឡូវខ្ញុំបានចាក់ចេញពីកន្លែងដែលខ្ញុំហូបបាញ់ឆាវនឹងហើយក៏បន្តដំណើរទៅលេងមកកន្លែងទៀតបងប្អូនហើយកន្លែងនោះគឺមានឈ្មោះថាសួនសុកអានដែលសួនគេទំធ្វើរយៈពេល2-3 ឆ្នាំមុនហ្នឹងទេគ្រាន់តែមានទេសភាពស្អាតមានសួនមានដើមឈើអីដើម្បីយើងជ្រកនឹងបន្លប់លេងមានវាលស្មៅមានគេដាក់កាណូដាក់អីនៅជាប់មាត់បាំងអីចឹងណាបងប្អូនចាំមើលចាក់ស្ដែងទៅពេលទៅដល់ទៅនោះទៅដល់ទៅណាហើយបន្ទាប់មកខ្ញុំក៏បានមកដល់បងប្អូនសួនដែលខ្ញុំនិយាយមុនហ្នឹងគឺមានឈ្មោះថាសួនសុកអានដូចខ្ញុំបាននិយាយអញ្ចឹងសួនហ្នឹងគេទៅបង្កើតទៅ2-3 ឆ្នាំហ្នឹងទេខ្ញុំអត់ចាំអត់ច្បាស់ដែរទិញស្ទីង2 កែវបង4ហើយឡើងកោះមួយទៀត